ពិភពលោកនឹងរំជួយក្នុងឆ្នាំ2026គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំម្ដងទៀតនៅក្នុងថ្ងៃនេះខ្ញុំមានវិធានបទមួយដ៏គួរឲ្យចាប់អារម្មណ៍និងមានមនុស្សជាច្រើនកំពុងនិយាយគ្នាខ្លាំងនៅលើបណ្ដាញសង្គមនោះគឺទំនាយសម្រាប់ឆ្នាំ2026មកដល់ចំណុចនេះខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាដឹងអំពីប្រធានបទដែលខ្ញុំកំពុងតែនិយាយថាចង់សម្ដៅទៅលើអ្នកណានោះគឺលោកយាយបាបាវ៉ាន់កាមុននឹងចូលទៅដល់មាតិកានេះខ្ញុំសូមបញ្ជាក់ជាមុនថាអ្វីដែលខ្ញុំចែករំលែកនៅក្នុងវីដេអូនេះគឺគ្រាន់តែជាការដកស្រង់និងការបកស្រាយទំនាយតែប៉ុណ្ណោះមិនមែនជាការពិត 100% នោះទេដូច្នេះសូមបងប្អូនស្ដាប់ដោយការពិចារណាលោកយាយបាបាវ៉ាន់កាគឺជាជនជាតិប៊ុលហ្គារីហើយក៏ជាអ្នកដែលទូទាយដ៏ល្បីល្បាញបំផុតមួយរូបដែរលោកយាយគាត់បានទទួលមរណភាពនៅឆ្នាំ1996នៅក្នុងអតីតកាលមានមនុស្សជាច្រើនជឿថាទំនាយរបស់គាត់មួយចំនួនបានកើតឡើងពិតប្រាកដប៉ុន្តែក៏មានទំនាយជាច្រើនមិនត្រូវផងដែរនៅក្នុងនោះគឺគាត់បានទូទាយជាច្រើនអំពីពិភពលោកចំណុចទី1ដែលគាត់បានទូទាយនោះគឺចំនួនសកលនិងសង្គ្រាមធំចំណុចដំបូងដែលគាត់បានទូទាយគឺអំពីការកើនឡើងនៃចំនួននៅលើពិភពលោកគាត់បាននិយាយថាភាពតានតឹងរវាងប្រទេសមហាអំណាចអាចនាំឲ្យមានសង្គ្រាមធំមួយបើយើងមើលទៅស្ថានភាពពិភពលោកបច្ចុប្បន្នយើងអាចឃើញថាមានចំនួនជាច្រើនកំពុងកើតឡើងដូចជាចំនួននយោបាយចំនួនយោធាការប្រកួតប្រជែងអំណាចនិងសង្គ្រាមលោកលើកទី3ដ៏ធំមួយមិនមែនជារឿងដែលអាចនិយាយបានថាអាចកើតឡើងជាក់លាក់ទេចំពោះសង្គ្រាមលោកលើកទី3យើងនឹងតាមដានទាំងអស់គ្នាចំណុចទី2លោកយាយបានទូទាយថាអាស៊ីនឹងកើនឡើងឥទ្ធិពលចំណុចទី2នេះផងដែរលោកបាននិយាយថាអាស៊ីនឹងក្លាយទៅជាមជ្ឈមណ្ឌលអំណាចថ្មីបើយើងពិនិត្យមើលសេដ្ឋកិច្ចប្រទេសនៅអាស៊ីជាច្រើនកំពុងរីកចម្រើនយ៉ាងលឿនឧទាហរណ៍ដូចជាកំណើនឧស្សាហកម្មបច្ចេកវិទ្យានិងពាណិជ្ជកម្មអន្តរជាតិនេះជាចំណុចដែលអាចកើតមានសមហេតុសមផលចំណុចទី3របស់លោកយាយដែលបានទូទាយបន្តទៀតនោះគឺវិបត្តិសេដ្ឋកិច្ចទំនាយបន្ទាប់គឺអំពីវិបត្តិសេដ្ឋកិច្ចគាត់បានប្រមានថាអាចមានភាពរអាក់រអួលក្នុងប្រព័ន្ធហិរញ្ញវត្ថុដូចជាតម្លៃទំនិញកើនឡើងបញ្ហាធនាគារនិងទីផ្សារធ្លាក់ចុះចំពោះចំណុចនេះគឺយើងបានសង្កេតឃើញមានសញ្ញាខ្លះៗបានកើតឡើងរួចមកហើយជាក់ស្ដែងឥឡូវនេះគឺកំពុងតែបានកើតឡើងហើយចំណុចទី4គឺលោកបាននិយាយថានឹងមានគ្រោះធម្មជាតិគាត់បានទូទាយថាក្នុងឆ្នាំ2026អាចមានគ្រោះមហន្តរាយធម្មជាតិខ្លាំងដូចជារំជួយដីទឹកជំនន់ខ្យល់ព្យុះហើយចំណុចនេះគឺពាក់ព័ន្ធជាមួយនឹងបញ្ហាអាកាសធាតុពិភពលោកចំណុចទី5គឺបញ្ញាសិប្បនិម្មិតដែលយើងតែងតែហៅថា AIគាត់បាននិយាយថាបច្ចេកវិទ្យា AI នឹងរីកចម្រើនយ៉ាងលឿន AI អាចចូលមកជំនួសការងាររបស់មនុស្សនិងមានឥទ្ធិពលទៅលើជីវិតប្រចាំថ្ងៃប៉ុន្តែបងប្អូនត្រូវចងចាំថា AI មានទាំងអត្ថប្រយោជន៍ក៏មានហានិភ័យដូចគ្នាចំណុចទី6ការទូទាយរបស់គាត់គឺនិយាយអំពីមនុស្សក្រៅភពនេះគឺជាចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតគាត់បាននិយាយអំពីការតាក់ទងជាមួយមនុស្សនិងមនុស្សក្រៅភពប៉ុន្តែមកដល់ពេលនេះមិនទាន់មានផុតតាមវិច័យវិទ្យាឬវិទ្យាសាស្ត្រណាមួយបានបញ្ជាក់ថាកើតឡើងពិតប្រាកដទេចំណុចទី7គឺជាការផ្លាស់ប្ដូរនយោបាយចំណុចចុងក្រោយរបស់លោកយាយគាត់បាននិយាយអំពីការផ្លាស់ប្ដូរអំណាចនយោបាយប្រទេសមួយចំនួនមានមេដឹកនាំថ្មីនិងភាពមិនពិតប្រាកដចំណុចនេះគឺបានកើតឡើងរួចមកហើយបងប្អូនសង្កេតឃើញពិភពលោកបច្ចុប្បន្នគឺកំពុងតែមានការផ្លាស់ប្ដូរមេដឹកនាំថ្មីជាច្រើនប្រទេសបើសរុបមកគឺទំនាយទាំងអស់គឺអាចកើតមានឡើងនិងទំនាយខ្លះទៀតគឺមិនអាចកើតមានឡើងនិងមិនមានផុសតាងអ្វីបញ្ជាក់នោះទេដូច្នេះបងប្អូនទាំងអស់គ្នាមិនគួរភ័យខ្លាចនោះទេយើងគួរតែមានការតាមដានព័ត៌មានឲ្យបានច្បាស់លាស់រៀបចំខ្លួនឲ្យបានរឹងមាំជាសេចក្តីសន្និដ្ឋានទំនាយគ្រាន់តែជាការព្យាករណ៍អនាគតពិតប្រាកដវាអាស្រ័យទៅលើសកម្មភាពរបស់មនុស្សយើងហើយយើងសង្ឃឹមថាពិភពលោកនឹងមានសន្តិភាពអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមបងប្អូនជួយចុច like និង subscribe វីដេអូរបស់នាងខ្ញុំផងដែរចា៎សូមអរគុណ